ទាំងគ្នាអញ្ចឹងឯហ្នឹងខ្ញុំមកផ្សាយអំពីសកម្មភាពដែលខ្ញុំដាក់ចំណៃអមនស៊ីស្ដាប់ទៅចំណៃនេះគឺយើងមានផ្សំពីចំណៃសម្រាប់ខ្លះជាមួយនឹងបាយកកកន្ទក់ដូចជាពោតជាដើមដែលយើងយកវាមកលាយផ្សំគ្នាដើម្បីកាត់បន្ថយការចំណាយមួយវិញទៀតគឺយើងចង់ផ្ដោតទៅលើវត្ថុធាតុដើមធម្មជាតិដូចគ្នាប៉ុន្តែយើងអត់បានដាច់ចំណៃសម្រាប់ 100% បងប្អូនដោយសារតែការបច្ចេកទេសរបស់យើងការផ្សំចំណីយើងនៅមានកម្រិតដូចគ្នាអញ្ចឹងយើងអត់អាចផ្ដាច់អត់ឲ្យស៊ីចំណីសម្រាប់ 100% បានទេហើយនេះជាស្ដេចទៅខ្ញុំអត់ទាន់បានរៀបចំកន្លែងចំដោយស្រួលទេគាត់ថានេះគឺជាការឆ្លាញ់របស់យើងចូលចិត្តពពុះរបស់នឹងអញ្ចឹងណាហើយយើងអាចចំបាននៅក្នុងបរិមាណតិចតួចអាចថាជាការចំដើម្បីកំសាន្តក៏ថាបានហើយមកនេះគឺមានមេចំនួនទាំងអស់9ក្បាលទាំងមេចាស់និងមេក្មេងខ្ញុំចាំលាយគ្នាបងប្អូនតិចទៀតគឺយើងដល់វគ្គចម្រុះហើយដោយសារតែយើងត្រូវការពងដើម្បីយកទៅភ្ជួរសិនអញ្ចឹងយើងទុកវាមួយរយៈសិនអញ្ចឹងណាអានេះមន់ស្នាប់ចិត្តរបស់ខ្ញុំណាបងប្អូនគឺជាប្រភេទកថ្មាតមន់ប៉ងកថ្មាតនិយាយទៅពូជនេះគឺអត់សូវមានដូចជាអត់មានឃើញនៅក្នុងស្រុកខ្មែរទេអានេះខ្ញុំនិយាយទៅលើពូជសម្រាប់មន់យកពងណាគឺក្នុងស្រុកខ្មែរដូចជាអត់ទាន់មានឃើញទេបងហើយការខ្ញុំទិញមកវាទូទៅហ្នឹងដូចជាបងប្អូនវាមាន5ប៉ុន្តែដោយសារតែកដៅខំអស់3អញ្ចឹងនៅសល់តែ2គ្រាប់ហ្នឹងឯងបងនិយាយទៅខ្ញុំស្រឡាញ់មែនតើជាពងមន់ដែលខ្ញុំបានភ្ញាស់ចេញពីមេមន់អ៊ីសាប្រោនហើយបារបស់វាគឺមន់ស្គួយស្រែយើងណាបងនិយាយទៅបងអាចចូលទៅមើលក្នុងវីដេអូ short របស់ខ្ញុំបានដោយសារខ្ញុំមានបានផតពីមេបារបស់វាដែរនិយាយទៅខ្ញុំអត់ដឹងថាហេតុអីបានវាអត់កាត់ទៅរបាជាមួយនឹងមេវាទៅជាកាត់ទៅរមន់អ៊ីសាប្រោនទៅលើមន់ Rhode Island នេះវិញណាខ្ញុំអត់សូវយល់ពីការផ្លាស់ប្ដូរ genetic របស់វាដែរប៉ុន្តែវាប្លែកហើយបើសិនជាខ្ញុំអត់បានចំទាត់អីខ្ញុំអត់សូវជឿដែរសេគីពិសេសកកងបងខ្ញុំចង់វាលេងកបដោមន់ហងៃបានវាហ្នឹងឯងហួចខ្តតធ្វើត្រាប់តាមសម្លេងមន់ណាឆ្លាតណាបងខ្ញុំគិតថាវាជាប្រភេទសេកដែលអញ្ញាបានថាសេកសែអញ្ចឹងណាប៉ុន្តែអត់ទេពួកនេះគឺឆ្លាតហើយត្រាប់ឆាប់ចេះមែនតើបងហើយសួរអញ្ចឹងនិយាយទៅឆ្លាតអត់ចាញ់សេកបរទេសមែនទេបានមួយនឹងដែរគាត់កំដរត្រង់មន់គឺសត្វតាជាមកដែលយើងបានប្រកាសខ្លួនឯងបងគឺវាមានអាយុ3ខែជាងអញ្ចឹងអាហ្នឹងសត្វតាជាសមិទ្ធផលរបស់យើងដែលយើងទទួលបានប៉ុន្តែនេះមានបងគាត់សំចៃយកទៅចំលេងអញ្ចឹងណាហើយទីធ្លាយើងគឺអស់មន់សែហើយនៅសល់តែពី3គ្រាប់ហ្នឹងទេអរគុណច្រើនបង